នៅពេលដែលយើងរៀនច្រើននៅពេលដែលយើងប្រើប្រាស់ខួរក្បាលច្រើនហើយយើងគ្មានពេលសមស្របណាមួយសម្រាប់ធ្វើឲ្យខួរក្បាលយើងបានសម្រាកតើយើងអាចមានបញ្ហាផ្លូវចិត្តទេខ្ញុំប្រាប់ថាអាចនឹងមានប្រសិនបើយើងមិនចេះប្រើប្រាស់វាដូចគ្នាទូរស័ព្ទអញ្ចឹងបើយើងមិនចេះប្រើប្រាស់វាយើងចេះតែ save មកប្រកាសជាទូរស័ព្ទនឹងទៅជា error ទៅជាគាំងដើរលែងបានហើយយុវភាពយើងបើខ្ញុំនិយាយឲ្យស៊ីជម្រៅតទៀតយើងប្រើទូរស័ព្ទយើងនាំគ្នាទៅតិច refresh តិច delete រូបភាពដែលវាពេញវា full ប៉ុន្តែយើងមានគិតថាតម្លៃនៃខួរក្បាលយើងប្រើប្រាស់ចាប់ដើមចេញតាំងពីផ្ទៃម្ដាយរហូតទៅដល់ជីវិតយើងឆ្លៀចាកលោកនេះតើយើងប្រើខួរក្បាលទេយើងប្រើខួរក្បាលប៉ុន្តែយើងបានគិតទេថៃបានយើងគេចពីកន្លែងសុខភាពផ្លូវចិត្តព្រោះសុខភាពផ្លូវចិត្តគឺជំងឺខួរក្បាលហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងក៏ជាចំណុចពិសេសមួយដែលបងប្អូនត្រូវយល់អំពីការប្រើប្រាស់ខួរក្បាលយើងគួររៀនច្រើនពេកទេយើងគួរសិតម៉ោងបានត្រឹមត្រូវទេយើងត្រូវមានពេលវេលាសម្រាប់ឲ្យបានសមស្របទេសម្រាប់ឲ្យខួរក្បាលយើងដំណើរការនៅថ្ងៃបន្ទាប់តទៅទៀតបងប្អូនប្រជាពលរដ្ឋយើងតែងតែពោលពាក្យយ៉ាងខ្លីថាកូនខ្ញុំរៀនច្រើនណារៀនទាល់តែបែកកម្មដ្ឋានរៀនទាល់តែឈួតហើយមកក្នុងប្រសង់ភិក្ខុនេះខំរៀនរៀនបរិយបដករៀនទាល់តែបែកកម្មដ្ឋានរៀនទាល់តែដល់អីចឹងមកពីសម្រុកដាក់បញ្ចូលនៅក្នុងខួរក្បាលចឹងច្រើនពេកបាទនេះគឺជាចំណុចពិសេសហើយដែលបងប្អូនយើងត្រូវស្វែងយល់អំពីបញ្ហាការប្រើប្រាស់ខួរក្បាលនឹងបាទ